Bữa kia chúng tôi bàជំរាបសួរ អរគុណសម្រាប់ការចូលរួមចែករំលែកនៅរឿងក្រៅឆាកជាមួយកម្ពុជាថ្មីនៅសប្តាហ៍នេះសំណួរដំបូងរបស់ខ្ញុំកិច្ចប្រជុំនៅម៉ាឡេស៊ីកម្ពុជាអាស៊ានដែលម៉ាឡេស៊ីជាម្ចាស់ផ្ទះហ្នឹងមានរឿងរ៉ាវក្រៅឆាកពិសេសអ្វីខ្លះឬក៏មានរឿងអស្ចារ្យអ្វីខ្លះទៅសម្រាប់ម៉ាឡេស៊ីដែលជាម្ចាស់ផ្ទះនៅឆ្នាំនេះបាទមានការចាប់អារម្មណ៍ច្រើនអំពីតួអង្គទី1គឺលោក Donald Trump មកចូលរួមកិច្ចប្រជុំលើកនេះបាទហើយដឹងហើយលោក Donald Trump គឺវេទិកាធំអន្តរជាតិដែលមានអ្នកមេដឹកនាំច្រើនគាត់មិនសូវចូលរួមជាមួយទេបាទគាត់ចូលចិត្តប្រជុំរហូតដល់ដៃគូមួយទល់មួយដើម្បីគាត់ងាយសកត់គាត់មិនចង់ឲ្យគេមកព្រួតគ្នាហើយមកវេបហាគាត់ទេអញ្ចឹងគាត់តែងតែរកឱកាសណាដើម្បីគាត់មានព្រៀបហើយមកលើកនេះមែនតើប្រជុំនៅម៉ាឡេស៊ីលើកនេះគឺមកដល់ភ្លាមលោក Donald Trump ល្បីល្បាញគឺសបាយរាំពាក់ក្រវ៉ាត់កក្រហមមកដល់រាំជាមួយនឹងនាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោកអានវ៉ាតែម្ដងនៅពលានយន្តហោះនោះហើយរូបភាពនេះគឺត្រូវបានមនុស្សរាប់លានអ្នកនៅក្នុងពិភពលោកយកទៅមើលចែកតគ្នាដោយសារលោក Donald Trump គាត់ still រាំរបស់គាត់ខុសគេរាំ still ដដែលហើយជាបទដែលគាត់ពេញចិត្តជាងគេនោះគឺYMCA ហ្នឹងគឺជាប្រវត្តិនៃបទចម្រៀងយូរហើយនៅពេលដែលគេបង្កើតជាសមាគមខាងសាសនាគ្រឹះសម្រាប់បរិសុទ្ធវ័យក្មេងអញ្ចឹងពេលដែលគេបង្កើតសមាគមមកគេក៏ថតបទចម្រៀងនិពន្ធបទចម្រៀងដើម្បីជាការតាក់ទាញអ្នកដែលគ្រប់គ្រងហើយបទហ្នឹងពេញនិយមនៅបន្តជ្រៀងហើយលោក Donald Trump គឺយកបទហ្នឹងគឺគេហៅថាជា icon របស់គាត់ដែរតែពេលមានធ្វើឃោសនាបោះឆ្នោតជួបជុំពិធីធំសម្រាប់គាត់ហ្នឹងគឺគាត់យកបទហ្នឹងដើម្បីគាត់សម្ដែងសប្បាយហើយគាត់រាំជាមួយបាទតែនៅម៉ាឡេស៊ីចុះយន្តហោះភ្លាមគាត់រាំហើយបន្ទាប់មកទៀតគាត់ក៏ឲ្យនាយករដ្ឋមន្ត្រីម៉ាឡេស៊ីជិះគេហៅថាឡានពិសេសរបស់គាត់ The Beast នេះសម្រាប់តែប្រធានាធិបតីអាមេរិកទេជាទូទៅគឺគេមិនឲ្យនរណាជិះផ្ដេសផ្ដាសទេតែលើកនេះគឺគាត់សុខចិត្តបំពេញពិធីការរបស់អាមេរិកហ្នឹងគឺអនុញ្ញាតឲ្យនាយករដ្ឋមន្ត្រីម៉ាឡេស៊ីរហូតដល់គាត់គិតទៀតនាយករដ្ឋមន្ត្រីឥណ្ឌូនេស៊ីគាត់ស្ទាក់ស្ទើរមិនមែនថាឲ្យអញ្ចឹងគាត់ទៅម៉ាឡេស៊ីមិនមែនថាអញ្ចឹងឲ្យគាត់សប្បាយចិត្តអីទៅភ្លាមទេគាត់នេះដែរគាត់តែអត់ស្រួលទេពីព្រោះអាហ្នឹងខ្លាចវាខុសពិធីការខុសអីលោក Donald Trump តាមការឆ្លើយឆ្លងនេះគាត់ថាកុំខ្វល់ឲ្យជីអញ្ចឹងហើយបានលោកអានវ៉ាគាត់ថាសង្កត់ថាគាត់រំលោភបំពានច្បាប់របស់អាមេរិកខាងសន្តិសុខរបស់អាមេរិកខាងទៀតតែរឿងហ្នឹងតមកទៀតកន្លែងហ្នឹងគោការទទួលម៉ាឡេស៊ីទទួលគាត់លេងតែសិល្បៈច្រើនមែនតើចាប់តាំងពីពលានយន្តហោះរហូតដល់កន្លែងប្រជុំហ្នឹងគឺមាន3គេហៅក្រុមអកកេសបាទដោយសាររថយន្តមកចូលទៅក្នុងគេហៅសាលសន្និសីទអន្តរជាតិហ្នឹងដោយរបៀបយើងថាយើងកោះពេជ្រឬក៏កន្លែង OCIC កន្លែងរោការហ្នឹងអញ្ចឹងវាវែងហ្នឹងអញ្ចឹងគាត់ដាក់3កង់ដាក់ក្រុមភ្លេង3តង់លេងសម្ដែងភ្លេងរហូតអញ្ចឹងម៉ាឡេស៊ីពេលហ្នឹងគឺគាត់យកសិល្បៈជាការតាក់ទាញមួយសម្បើមដែរហើយយើងដឹងថាសិល្បៈគឺមានស្អាតទាំងនារីទាំងបរិសុទ្ធជាពិសេសគឺនារីទាំងមកអញ្ចឹងឲ្យធ្វើឲ្យមានការតាក់ទាញខ្ញុំសូមកាន់តិចនិយាយពាក់ព័ន្ធលោក Donald Trump សិនយើងអាចបន្តទៅមុខទៀតដោយលោកពូគេបានលើកឡើងលោក Donald Trump ពេលដែលចុះជាន់ដីម៉ាឡេស៊ីព្រាមតាមការសង្កេតរបស់ខ្ញុំក៏សម្គាល់គឺថាលោកហាក់ដូចជាមានអារម្មណ៍សប្បាយចិត្តមែនទែនទី1ចុះភ្លាមជាមួយលោកអានវ៉ាដែលជានាយករដ្ឋមន្ត្រីរបស់ម៉ាឡេស៊ីនេះគឺរាំតាមចង្វាក់ដែលក្រុមបង្គំតន្ត្រីដែលទទួលគាត់ហ្នឹងគឺរាំលេងសប្បាយហ្នឹងទី2គឺអញ្ជើញលោកអានវ៉ាហ្នឹងចូលអង្គុយជិះឡានជាមួយហេតុអីបានលោកត្រាំហាក់ដូចជាសប្បាយចិត្តមែននៅក្នុងកិច្ចប្រជុំអាស៊ានលើកនេះមានការសន្និដ្ឋាន 2-3 រឿងទី1លោក Donald Trump គាត់បានសង់តង់ជាមួយគ្នាហើយលោកអានវ៉ាហ្នឹងបានធ្វើការទូតច្រើនមែនតើពីព្រោះលោកអានវ៉ានេះគឺជាមេដឹកនាំរបស់អាស៊ានមួយដែលទើបតែរះឡើងប្រហែលឆ្នាំចុងក្រោយនេះគេមើលថាមេដឹកនាំអាស៊ានគឺលែងមានអ្នកខ្លាំងហើយកាលពីមុនមានអ្នកខ្លាំងច្រើនណាសម័យលោកលីខ្វាន់យូសម័យស៊ូហាតូសម័យមហាធាមានសម្ដេចហ៊ុនសែនក៏ជាតួអង្គមួយដែរប៉ុន្តែដល់ពេលក្រោយមកលោកទាំងអង្គបានចេញពីអំណាចម្ដងមួយទៅក្រោយមកក៏អស់មេដឹកនាំគេហៅថាបរិសុទ្ធខ្លាំងនេះគឺអស់អញ្ចឹងនៅសល់តែមេដឹកនាំថ្មីក្រោយមកអត់មានជាតួអង្គណាមួយលេចធ្លោទេប៉ុន្តែទៅដល់ឆ្នាំនេះម៉ាឡេស៊ីធ្វើម្ចាស់ផ្ទះហ្នឹងគឺអានវ៉ានេះ
នាយករដ្ឋមន្ត្រីរបស់ម៉ាឡេស៊ីហ្នឹងដើរតួខ្លាំងមែនតើធ្វើឲ្យពិភពលោកចាប់អារម្មណ៍ហើយលោកមានមហិច្ឆតាខ្លាំងណាស់មហិច្ឆតាយ៉ាងម៉េចពេលដែលមុនកិច្ចប្រជុំកំពូលអាស៊ានហ្នឹងអញ្ជើញទី1 Donald Trump អញ្ជើញទី2 Putin បាទប្រធានាធិបតីរុស្ស៊ីហើយធម្មតារុស្ស៊ីមិនងាយមកទេ Putin តាំងពីដែលរុស្ស៊ីជាដៃគូជាមួយនឹងអាស៊ានមកប្រវត្តិមានតែ2ដងគត់ដែលលោក Putin ចូលរួមក្រៅពីនេះគឺបញ្ជូនតែនាយករដ្ឋមន្ត្រីឬក៏រដ្ឋមន្ត្រីការបរទេសហើយលើកនេះឆ្នាំនេះរដ្ឋមន្ត្រីការបរទេសអត់បានមកទេប៉ុន្តែបញ្ជូនឧបនាយករដ្ឋមន្ត្រីអញ្ចឹងក្រោមលោក Putin មកតង់បាទទី3លោកអានវ៉ាហ៊ានទៅអញ្ជើញលោកស៊ីជីនពីងទៀតហើយប្រវត្តិសាស្ត្រស៊ីជីនពីងគឺមិនដែលចូលរួមប្រជុំអាស៊ានតទៅសោះកម្ពុជាអាស៊ានគឺដាច់ខាតមិនចូលតទៅសោះដោយសារចិនគាត់មានគោលការណ៍របស់គាត់ថាវេទិកាអាស៊ានគាត់បញ្ជូនតែនាយករដ្ឋមន្ត្រីទៅទេចង់និយាយថាកម្ពុជាគឺគាត់ឲ្យតែនាយករដ្ឋមន្ត្រីទេក្នុងនាមគាត់ប្រធានាធិបតីគាត់អត់ទៅទេតែលោកអានវ៉ានៅតែអញ្ជើញគាត់ហើយដឹងគាត់ឆ្លើយយ៉ាងម៉េចទេទៅពេលដែលលោកអានវ៉ាអញ្ជើញស៊ីជីនពីងទៅគាត់ឆ្លើយវិញថាសូមអរគុណណាដែលលោកបានអញ្ជើញខ្ញុំទៅចូលរួមប៉ុន្តែខ្ញុំសូមរក្សាប្រពៃណីរបស់ទម្លាប់របស់ប្រទេសយើងខ្ញុំដែលជានិច្ចកាលគឺនាយករដ្ឋមន្ត្រីគាត់ទៅចូលរួមប្រជុំរាល់វេទិកាអាស៊ានទាំងអស់នេះគឺជាចម្លើយដ៏សុភាពរាបសារខ្ញុំចាប់អារម្មណ៍ចេះលោកស៊ីជីនពីងហើយនិងលោកពូទីនគឺមិនទៅចូលរួមទេលោកលើកឡើងគឺថាលោកពូទីនបានចូលរួមតែ2ដងគត់ហើយលោកស៊ីជីនពីងគឺមិនដែលចូលរួមក្នុងកិច្ចប្រជុំជាមួយអាស៊ានទេហេតុនេះបានអាមេរិកឲ្យតម្លៃទៅលើកិច្ចប្រជុំនោះហើយតែងតែមកចូលរួមជាទូទៅអញ្ចេះដោយសារនៅក្នុងក្របខ័ណ្ឌអាស៊ានហើយតំបន់អាស៊ីគ្នានេះអាមេរិកមើលពីចម្ងាយមកថាចិនកំពុងតែលុកលុយនៅក្នុងតំបន់នេះបាទដណ្ដើមទីយកឥទ្ធិពលនៅកន្លែងហ្នឹងតែម្ដងចឹងទេអាមេរិកគិតថាมันអាចឲ្យចិនមកគ្រប់គ្រងដណ្ដើមទីទាំងស្រុងបានទេត្រូវចែកគ្នាចឹងអាមេរិកមែនតើគាត់ចង់មកចែកគ្នាពាក់កណ្ដាលនៅកន្លែងហ្នឹងមានន័យថាបើចិនរាក់ទាក់ជាមួយប្រទេសណាអាមេរិកកាំងថាចែកគ្នាពាក់កណ្ដាលมันអាចឲ្យចិនយកទាំងអស់អាហ្នឹងហើយបានធ្លាប់កាលពីសម័យនៅឆ្នាំ2010បើខ្ញុំមិនច្រឡំទេគឺពេលដែលលោកស្រី Hillary Clinton មកស្រុកខ្មែរកាលហ្នឹងគាត់ជារដ្ឋមន្ត្រីការបរទេសគាត់ក៏បានប្រើភាសាហ្នឹងគាត់ថាទោះបីកម្ពុជាស្និទ្ធស្នាលជាមួយចិនយ៉ាងណាក៏ដោយគឺសូមឲ្យស្មើគ្នា50-50កុំឲ្យទៅចិនច្រើនពេកនេះគឺជាភាសារបស់អាមេរិកដែលចង់ប្រាប់ពិភពលោកហើយនឹងតំបន់ហ្នឹងថារាប់អានបានប៉ុន្តែឲ្យចែកគ្នាឥឡូវនេះចូលដល់ដំណាក់កាលដដែលគឺអាមេរិកអត់បោះចោលទេហើយខ្ញុំសូមបញ្ជាក់កន្លែងនេះបើរឿងក្រៅឆាកកន្លែងហ្នឹងក៏ជាការគួរចាប់អារម្មណ៍ដែរនៅក្នុងវេទិកាប្រជុំអាស៊ានជាពិសេសគេហៅថាកិច្ចប្រជុំកំពូលអាស៊ីបូព៌ានេះគឺមានអាស៊ាន10ប្រទេសប្រវត្តិដើមមក10ប្រទេសប៉ុន្តែឥឡូវថែមទីម៉ូលេស្តេមួយទៀតវា11បាទបូកនឹង8ប្រទេសទៀតដែលក្នុងនោះមានចិនជប៉ុនកូរ៉េខាងត្បូងមានអូស្ត្រាលីមានញូហ្សេឡង់មានរុស្ស៊ីឥណ្ឌាហើយនិងសហរដ្ឋអាមេរិកអញ្ចឹង18ប្រទេសពេលដែលប្រជុំម្ដងនោះគឺមានការប្រទាំងប្រទើគ្នាខ្លាំងជាងគេប្រឈមមុខខ្លាំងជាងគេគឺរវាងចិននិងសហរដ្ឋអាមេរិករាល់ពេលប៉ុន្តែនៅពេលដែលកិច្ចប្រជុំនៅកូឡាឡាំពូលើកនេះឆ្នាំនេះនៅម៉ាឡេស៊ីនេះចិនហ្នឹងគឺហាក់ដូចជាបាត់កន្លែងហ្នឹងគឺអាមេរិកកាំងគ្របយកទាំងអស់មកបាទនៅពេលកិច្ចប្រជុំនេះសំណួរសួរថាហេតុអីបានជាពេលហ្នឹងឥទ្ធិពលរបស់ចិនគឺធ្លាក់យកមែនតើខ្ញុំមើលពីចម្ងាយណាមូលហេតុដែលធ្លាក់ដោយសារចិនអត់មានស្អីថ្មីទេពេលប្រជុំនេះអត់មានអីថ្មីសោះគឺមានន័យថាអាកំណត់ពីដើមឬក៏ការជួយការអីជាគម្រោងជា project អីថ្មីជាមួយអាស៊ានអត់មានអីថ្មីអញ្ចឹងនៅអាស៊ាននេះសង្កត់ថាអាមេរិកគឺគ្របទាំងស្រុងតែម្ដងប៉ុន្តែចិនទៅត្រង់នៅពូសាននៅកូរ៉េខាងត្បូងវិញជាមួយអាមេរិកហ្នឹងគឺទៅបង្ហាញឥទ្ធិពលរបស់ចិនហ្នឹងគឺនៅកន្លែងនោះចេញពីកន្លែងនោះវិញគាត់សុកចិត្តពេលហ្នឹងគឺបាត់បង់គេហៅថាភាពខ្លាំងមួយនៅអាស៊ានប៉ុន្តែគាត់ទៅរំលេចនៅទីនោះវិញបាទអញ្ចឹងអាហ្នឹងគឺរឿងបតកលាគ្នាកន្លែងហ្នឹងឯងបាទទី2មិនសួរត្រឡប់ថាហេតុអីបានជាលោក Donald Trump ហ្នឹងគាត់សប្បាយចិត្តម្លេះដោយសារកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជាថៃនេះគឺជាកាដូធំមែនតើកាដូធំដល់លោក Donald Trump ហើយលោក Donald Trump គាត់ដើរសន្សំគាត់សប្បាយចិត្តពេលដែលគ្រប់កន្លែងទាំងអស់ឥឡូវហ្នឹងគឺគាត់មោទនភាពនៃការបញ្ចប់សង្គ្រាមគាត់ថា8ខែជាងគាត់បញ្ចប់សង្គ្រាមពិភពលោកបាន8កន្លែង
នៅក្នុងទួលនីតិតំណែងជាប្រធានាធិបតីនេះហើយក្នុងនោះកម្ពុជាថៃក៏អត់ដែលភ្លេចសោះរំលឹកជានិច្ចកាលគឺជាស្នាដៃមួយធំហើយមហិច្ឆតារបស់គាត់មែនតើគាត់ចង់បាន Nobel Peace Prize តាំងពីឆ្នាំនេះប៉ុន្តែយកមិនបានឥឡូវហ្នឹងគាត់បើតាមយើងមើលចរន្តនេះគឺគាត់នៅតឹងរងចាំយកឆ្នាំក្រោយឆ្នាំនេះមិនបានគឺយកឆ្នាំអញ្ចឹងគាត់បន្តសន្សំបន្ទុកដើម្បីយក Nobel Peace Prize នេះអញ្ចឹងហើយបានគាត់សប្បាយចិត្តពេលដែលមានការចុះហត្ថលេខានេះហើយក្រៅពីនេះទៀតក៏គាត់មានចុះហត្ថលេខាមួយចំនួនទៀតសុទ្ធតែជាផលចំណេញដល់សហរដ្ឋអាមេរិកតាក់ទងទៅនឹងពាណិជ្ជកម្មបដិការគេហៅថា reciprocal tariff នេះដែលគាត់ដាក់ឲ្យដោយកម្ពុជាបន្ទាប់ពីត្រូវរើគ្នាហ្នឹងគាត់តម្លាក់មកសល់19នាក់កម្ពុជា19ថៃ19ហើយជាមួយគាត់ធ្វើជាមួយនឹងម៉ាឡេស៊ីគាត់ធ្វើជាមួយវៀតណាមជាមួយប្រទេសផ្សេងទៀតអញ្ចឹងគាត់សប្បាយចិត្តមែនតើហើយក្រៅពីនោះក៏គាត់ចុះហត្ថលេខា MOU ជាមួយប្រទេសផ្សេងទៀតអំពីរ៉ែកម្របាទរ៉ែដល់កម្រនោះអញ្ចឹងគាត់ចំណេញបានច្រើនណាស់មកមួយជឿនឹងគាត់ចំណេញបានច្រើនមែនតើបានគាត់សប្បាយចិត្តហើយការទទួលរបស់គាត់ហ្នឹងគឺលោកអានវ៉ាទទួលពិសេសគឺធម្មតាគេឲ្យឧបនាយករដ្ឋមន្ត្រីឬក៏ឲ្យរដ្ឋមន្ត្រីទៅទទួលនៅពលានយន្តហោះតែគាត់គឺទៅខ្លួនឯងទី2គាត់បញ្ជូនឡានសន្តិសុខពិសេសហ្នឹងគឺចំនួនគុណជា2គុណជា3ដើម្បីឲ្យលោក Donald Trump ហ្នឹងគឺឲ្យអស់ចិត្តមែនតើតែកន្លែងចំណុចនេះក៏ខ្ញុំចង់បញ្ជាក់ថាប្រទេសម៉ាឡេស៊ីហ៊ានលេងល្បែងកន្លែងហ្នឹងខ្លាំងដែរល្បែងប្រជាធិបតេយ្យយ៉ាងម៉េចគឺអនុញ្ញាតឲ្យមានការធ្វើបាតកម្មមនុស្សរាប់រយអ្នកដែលបាតកម្មជា Donald Trump មិនស្វាគមន៍លោក Donald Trump ទេសូមឲ្យលោក Donald Trump ត្រឡប់ទៅវិញលោក Donald Trump ចេះចុះគឺគេធ្វើបាតកម្មតែធម្មតាគាត់បង្ហាញប្រជាធិបតេយ្យហ្នឹងមួយយ៉ាងដែរប៉ុន្តែគេកុងត្រូលបានអត់ឲ្យមានអំពើហិង្សាទាំងអស់បាទនេះគឺសុទ្ធតែជារឿងឈុតឆាកដែលកើតឡើងនៅពេលលោក Donald Trump មកដល់បាទលោកបានលើកឡើងមុនហ្នឹងលើកឡើងដល់រឿងចុះកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃក្រោមវត្តមានរបស់លោក Donald Trump ហើយនឹងលោកអានវ៉ាមុនកិច្ចប្រជុំកំពូលអាស៊ានបានចាប់ផ្ដើមនៅប្រទេសម៉ាឡេស៊ីខ្ញុំចាប់អារម្មណ៍ចេះនៅក្នុងនោះវាមានបញ្ហាមួយចំនួនដែលប្រជាពលរដ្ឋរួមទាំងខ្ញុំជាអ្នកកសិកម្មផងក៏ចាប់អារម្មណ៍ដែរពាក់ព័ន្ធទៅនឹងអាកប្បកិរិយាឬក៏អរិយាប័ត្ររបស់នាយករដ្ឋមន្ត្រីទាំងថៃនិងកម្ពុជានៅក្នុងកិច្ចប្រជុំហ្នឹងប៉ុន្តែដំបូងខ្ញុំចង់ដឹងចេះតើមានរឿងក្រៅឆាកអីនៅពីក្រោយទេដែលអាចបង្ហើបបានទេពាក់ព័ន្ធនឹងថាមុនចុះកិច្ចព្រមព្រៀងហ្នឹងមានហេតុការណ៍អីកើតឡើងមានការជួបគ្នាមុនមានការនិយាយគ្នាមុនឬក៏យ៉ាងម៉េចដែរបាទខ្ញុំចង់ជម្រាបជូនចេះពីការរៀបចំការអង្គុយធម្មតាចុះហត្ថលេខាហ្នឹងមាន4រូបលោក Donald Trump សម្ដេចធិបតីលោកអានូទីននាយករដ្ឋមន្ត្រីថៃហើយនិងលោកអានវ៉ាអ៊ីប្រាហ៊ីមនាយករដ្ឋមន្ត្រីរបស់ម៉ាឡេស៊ីនៅក្នុងការអង្គុយនេះធ្វើឲ្យមានការជជែកវែកញែកច្រើនទាំងសង្គមខ្មែរសង្គមថៃហើយនិងតំបន់អន្តរជាតិទាំងអស់បាទការពិតនៅពីក្រោយឆាកនោះមានការជជែកឲ្យខាងភាគីថៃគាត់បានស្នើសុំឲ្យខាងថៃនឹងអង្គុយជាប់លោក Donald Trump អញ្ចឹងពិធីការរបស់ថៃក៏គាត់ធ្វើការងារពិធីការរបស់ខ្មែរយើងក៏ធ្វើការងារដូចគ្នាហើយម៉ាឡេស៊ីក៏ធ្វើការសម្របសម្រួលមួយចំនួនហ្នឹងដំបូងឡើយគឺថារៀបឲ្យកម្ពុជាជាប់លោក Trump បាទប៉ុន្តែដោយសារមានការតវ៉ាខាងថៃក៏រៀបឲ្យលោកអានូទីនមកជាប់លោក Trump វិញប៉ុន្តែចុងក្រោយគឺជាការសម្រេចចិត្តរបស់សហរដ្ឋអាមេរិកទៅវិញទេអាមេរិកគឺគាត់ជាអ្នកបោះមេទាំងអស់មានន័យថាកម្ពុជានិងថៃគ្រាន់តែជាតួអង្គចាំទៅអង្គុយចុះហត្ថលេខាម៉ាឡេស៊ីរៀបពិធីការតង់ទី1តង់ទី2ទី3ការសម្រេចគឺអាមេរិកកាំងជាអ្នកបោះមេទាំងអស់បាទអញ្ចឹងសូម្បីតែ banner ខាងក្រៅក៏អាមេរិកកាំងជាអ្នកបោះមេរៀបចំធ្វើប្លង់បាទដូច្នេះហើយបានចុងក្រោយនេះគឺអាមេរិកកាំងថាអត់ទេគឺលោក Donald Trump ហើយគឺសម្ដេចធិបតីបានចូលលោកអានូទីនបានមានសាច់រឿងនេះបាទនឹងតង់ទី1តង់ទី2ការចុះហត្ថលេខានេះយើងដឹងហើយថាតកតងទៅនឹងកិច្ចព្រមព្រៀងសន្តិភាពរវាងប្រទេសទាំងពីរដោយមានការចុះហត្ថលេខារួមគ្នាជាសាក្សីថែមអញ្ចឹងពេលដែលចុះហត្ថលេខាចប់ហើយត្រូវមានហត្ថលេខា2ឯកសារទៀតបាទទី1កម្ពុជាជាមួយថៃរឿងពាណិជ្ជកម្មបដិការ 19% ដែលត្រូវចុះសម្ដេចធិបតីជាមួយ
លោក Donald Trump ដល់ពេលចប់អាហ្នឹងហើយបានចូលតង់មួយទៀតគឺខាងថៃគេចុះជាមួយអាមេរិកដែរប៉ុន្តែចុះហ្នឹងគឺមិនមែនរឿងបដិការពាណិជ្ជកម្មដូចកម្ពុជាទេគាត់ចុះពីរឿង MOU មានន័យថាអនុសាសន៍យកគ្នាស្ដីពីរ៉ែបាទស្ដីពីរ៉ែទៅវិញអញ្ចឹងឯកសារហ្នឹងវាមាន3អញ្ចឹងពេលនោះហើយដែលលោកអនុទីននេះរបស់ថៃហ្នឹងគាត់ត្រូវចោទលេខាហើយបើសិនអង្គុយរំលងបែបហ្នឹងក៏វាឆ្កងដែរពិធីការអញ្ចឹងគាត់ត្រូវអង្គុយមកជួបក្បែរលោកត្រាំដើម្បីបង្ហាញថាហ្នឹងគឺជាហត្ថលេខារវាងគាត់រវាងថៃហើយនឹងជាមួយអាមេរិកប៉ុន្តែពេលហ្នឹងដោយសារឈ្មោះស្លាកឈ្មោះហ្នឹងគឺកម្ពុជានៅខាងហ្នឹងឡើយអញ្ចឹងលោកអនុទីនគាត់ត្រូវទាញស្លាកហ្នឹងទៅខាងស្ដាំហើយទាញស្លាកថៃហ្នឹងយកមកដាក់ចំពីមុខវិញអញ្ចឹងហើយបានមានការយល់ច្រឡំប៉ុន្តែការយល់ច្រឡំយ៉ាងណាក៏ដោយការមើលរបស់ប្រជាពលរដ្ឋទាំងសងខាងអាចបកស្រាយយ៉ាងម៉េចក៏បានដែរប៉ុន្តែធាតុពិតហ្នឹងគឺសាច់រឿងអញ្ចឹងហើយមានការសម្របសម្រួលពីសម្ដេចធិបតីលោកយល់ reflect កន្លែងហ្នឹងដោយសារមានការចោទលេខារវាងថៃនិងអាមេរិកដូច្នេះត្រូវឲ្យគាត់ឲ្យលោកអនុទីនមកអង្គុយជាប់អានេះជារឿងធម្មតាទេប៉ុន្តែក៏បើយើងនិយាយមកបែបក៏ជាភាព reflect របស់លោកអនុទីនដែរបើសិនជាគាត់មិនដូរស្លាកឈ្មោះពេលហ្នឹងប្រហែលជាពលរដ្ឋថៃឬក៏ពលរដ្ឋកម្ពុជាទៅចែកគ្នាទៀតប្រធានបទហ្នឹងគឺប្រជាទៀតប្រជាជនថៃគេនឹងរិះគន់លោកអនុទីនថាហេតុអីបានជាយកឈ្មោះកម្ពុជាមកសញ្ញេជាមួយនឹងលោក Donald Trump មានន័យថាណែលក់ខ្លួនទៀតឬយ៉ាងម៉េចនឹងបើសិនជាមិនមានការដូរប៉ុន្តែការដូរអញ្ចឹងវាទៅជាខាងកម្ពុជាទៅវិញយល់ឃើញថាគាត់ដូចជាស្រឡាញ់អីហ្នឹងទៅចង់អង្គុយក្បែរលោក Donald Trump ឃើញព្រឹត្តិការណ៍ពីរហ្នឹងមួយណាក៏ខុសដែរសម្រាប់ប្រជាពលរដ្ឋទាំងសងខាងការមើលឃើញប៉ុន្តែតម្រងសាច់រឿងហ្នឹងគឺវាមានលំនាំដើមតងចឹងឯងបាទខ្ញុំសូមបញ្ជាក់មួយឲ្យច្បាស់បន្តិចទៅកាន់ប្រិយមិត្តរបស់យើងគឺថាសម្ដេចធិបតីដែលអង្គុយជិតលោក Donald Trump មិនមែនជាការសម្រេចរបស់ពិធីការកម្ពុជាមិនមែនជាការសម្រេចរបស់ពិធីការម៉ាឡេស៊ីទេគឺជាការចង់បានរបស់លោក Donald Trump តែម្ដងបាទនេះដោយសារគេបញ្ជាក់ថាបញ្ជាពីលើមកគឺត្រូវអង្គុយបែបហ្នឹងតាមលោកមើលឃើញហេតុអីបានលោក Donald Trump ចង់ឲ្យសម្ដេចមកអង្គុយក្បែរគាត់ជារឿងយើងមើលចុងក្រោយពិធីការទូតខ្មែរយើងខ្ញុំគិតថាការទូតខ្មែរយើងខ្លាំងជាងថៃកន្លែងនេះអាចឆ្ងល់ថាប្រទេសថៃគេធំជាងគេខ្លាំងជាងគេមនុស្សគេច្រើនជាងធនធានច្រើនជាងហើយទេបាននិយាយថាខ្មែរខ្លាំងនៅក្នុងវគ្គប្រជុំបន្តបន្ទាប់ពីរឿងអេរិយាប័ត្រលោកអនុទីននេះដោយសារគាត់ទើបតែចូលកាន់តំណែងអញ្ចឹងអ្វីគឺថ្មីការរៀបចំពិធីការមានការឆ្គាំឆ្គងច្រើនខ្វះខាតច្រើនដោយសារអេគីបរបស់គាត់មកថ្មីទទួលស្គាល់លោកសាស័កដែលជារដ្ឋមន្ត្រីការបរទេសរបស់ថៃគាត់ជើងចាស់មួយក៏ប៉ុន្តែអេគីបក្រៅពីនោះសិតតែសេរីថ្មីអញ្ចឹងហើយសូម្បីតែមកចូលរួមប្រជុំក៏មានការយឺតយ៉ាវច្រើនដងនៅវគ្គមួយនោះនៅកិច្ចប្រជុំកម្ពុជាអាស៊ានហើយនិងសហរដ្ឋអាមេរិកកម្ពុជាអាស៊ានសហរដ្ឋអាមេរិកពេលដែលថតរូបបាត់2តួអង្គបាត់មេដឹកនាំរបស់ថៃហើយនិងបាត់តំណាងរបស់ភូមាក្រៅពីនោះគឺចូលរួមទាំងអស់ជាទម្លាប់គឺត្រូវចូលទាំងអស់ដែលមានន័យថាអាស៊ាន10ត្រូវមេដឹកនាំទាំង10ឬក៏អាស៊ាន11ទាំងទីម៉ូឡេស្តេត្រូវទាំង11នាក់ជាមួយនឹងសហរដ្ឋអាមេរិកមួយទៀតអញ្ចឹង12ប៉ុន្តែពេលហ្នឹងគឺបាត់អស់តួ2អង្គមេដឹកនាំខាងថៃយ៉ាងម៉េចដោយសារមានការយឺតយ៉ាវមកអត់តាន់ទី1ថាកម្មវិធីរបស់គាត់ហើយទី2មិនជាមានបញ្ហាអីចឹងធ្វើឲ្យគេថតសឹងតែគ្រប់កិច្ចប្រជុំតែម្ដងក៏យ៉ាងម៉េចដែរខ្ញុំសម្ដែងលើកម្ពុជាសម្រាប់កិច្ចប្រជុំកម្ពុជាអាស៊ានហើយនិងសហរដ្ឋអាមេរិកដែលជាកិច្ចប្រជុំសំខាន់ជាមួយដៃគូអាមេរិកគឺធំណាស់ហើយនៅក្នុងក្របខ័ណ្ឌហ្នឹងយើងដឹងថាមានដៃគូប្រជុំជាមួយប្រទេសផ្សេងទៀតដៃគូប្រជុំជាមួយជប៉ុនជាមួយចិនជាមួយកូរ៉េជាមួយអីគឺគេមានមកតង់ប៉ុន្តែជាមួយអាមេរិកជាទូទៅគ្មានមេដឹកនាំណាមួយចង់អវត្តមានទេតែដោយឡែកជាមួយថៃនេះគឺអវត្តមាននេះក៏ដោយសារជាទម្រង់នៃពិធីការហើយនឹងការរៀបចំដែលខ្ញុំនិយាយថាការទូតខាងថៃពេលនេះគឺដូចជាមានបញ្ហាទន្ទឹមនឹងក៏អាចសួរទៀតចុះពេលអកប្បកិរិយាលោកអនុទីនយ៉ាងម៉េចដែរពេលដែលប្រជុំម្ដងខ្ញុំធ្វើការកត់សម្គាល់មួយនៅពេលដែលប្រជុំទ្វេភាគីរវាងសម្ដេចធិបតីនិងជាមួយលោកអនុទីននេះ
កម្ពុជាថៃហ្នឹងហើយប្រជុំហ្នឹងបានយូរដែរមិនធម្មតាមានការជជែកច្រើនក្នុងនោះគឺអេរិយាបថរបស់លោកអនុទីនលោកដូចជាមិន firm មិន straight មិន focus ឲ្យភាសាអង់គ្លេសណាមានន័យថាមិនស្វាហាប់មិនដូចមិនច្បាស់ក្នុងខ្លួនណារាល់ពេលការជជែកពេលខ្លះគាត់មើលឆ្វេងមើលស្ដាំគាត់ហាក់ដូចសួរនេះសួរនោះដៃគូគាត់រដ្ឋមន្ត្រីអីចឹងគាត់ដូចជាចាប់មិនសូវបានច្បាស់អញ្ចឹងតាំងពីទឹកមុខតាំងពីអីហ្នឹងគឺអញ្ចឹងយើងនិយាយភាសាខ្មែរយើងថាយើងកលិចក្លាប់យើងនិយាយសាមញ្ញអញ្ចឹងចាប់ភាសាអញ្ចឹងរបៀបជាទម្រង់អញ្ចឹងនៅពេលដែលសម្ដេចថានេះលោកគឺថា firm គឺ focus straight កន្លែងហ្នឹងបានអាហ្នឹងកន្លែងនោះដោយសារការរៀបចំខ្លួនការត្រៀមគឺខុសគ្នាបាទមួយទៀតនៅក្នុងបទនេះក៏គេឆ្ងល់ទៀតតើហេតុអីបានជាបន្ទាប់ពីចេញទៅវិញលោកអាណាទីនដូចប្រើភាសាមួយចម្លែកដែរគាត់ថាមានតាក់ទងភូមិព្រៃច័ន្ទហើយនិងភូមិជោគជ័យនេះហើយគឺជារឿងក្រៅឆាកធំនៅក្នុងកិច្ចពិភាក្សារឿងក្រៅឆាកធំយ៉ាងម៉េចខ្ញុំគិតថាប្រហែលជាមេដឹកនាំថៃពេលខ្លះទទួលព័ត៌មានដូចជាមិនគ្រប់ប្រហែលទេខ្ញុំសន្និដ្ឋានខ្ញុំមិនដឹងពិតប្រាកដទេប៉ុន្តែប្រហែលអញ្ចឹងហើយពេលដែលទៅវិញគាត់ផ្ដល់ព័ត៌មានឲ្យអ្នកសារព័ត៌មានហ្នឹងគាត់ផ្ដល់ពេលដែលប្រជុំចប់ហើយក្រោយមកគាត់ផ្ដល់ព័ត៌មានឲ្យអ្នកសារព័ត៌មានថៃថាមានកន្លែងខ្លះថៃចូលដីខ្មែរមានកន្លែងខ្លះខ្មែរចូលដីថៃអានេះគឺជាកលឹះនៃការដោះស្រាយបញ្ហាភូមិព្រៃច័ន្ទហើយនិងភូមិជោគជ័យបាទនេះគឺជាកលឹះគឺនៅកន្លែងហ្នឹងឯងនេះហើយគឺជារឿងសំខាន់ធំថាតើដោះស្រាយយ៉ាងម៉េចអញ្ចឹងខ្ញុំគិតថាប្រហែលជាគណៈកម្មការព្រំដែនចម្រុះរវាងកម្ពុជានិងថៃនឹងអាចសិក្សាអំពីគេហៅប្រវត្តិនៃការប្រើប្រាស់ផែនទីនៃប្រទេសទាំងពីរហើយនឹងប្រវត្តិដើមនៃរឿងរ៉ាវភូមិហ្នឹងវាមានយ៉ាងម៉េចជាមួយនឹងថៃប្រវត្តិដើមយ៉ាងម៉េចហើយប្រវត្តិនៃព្រំដែនព្រំទាល់នៃការដែលយើងប្រើប្រាស់ផែនទីនឹងវាបង្ហាញយ៉ាងម៉េចនេះគឺជាកលឹះកន្លែងហ្នឹងឯងបាទខ្ញុំចាប់អារម្មណ៍មែនទែនពាក់ព័ន្ធនឹងលោកអនុធីននេះនៅពេលដែលលោកចូលរួមចុះកិច្ចព្រមព្រៀងជាមួយសម្ដេចធិបតីកិច្ចព្រមព្រៀងសន្តិភាពហើយនឹងការជួបទ្វេភាគីខ្ញុំចាប់អារម្មណ៍ពេលដែលចុះកិច្ចព្រមព្រៀងសន្តិភាពហ្នឹងលោកអនុទីនហ្នឹងហាក់ដូចជាអាចគិតថាលោកថ្មីឬក៏យ៉ាងណាទេចាំមើលការបកស្រាយពីលោកពុយគាត់ហាក់ដូចជាមានកាប់កិច្ចការមួយឆ្លេឆ្លារៀងដូចជាមិននឹងធឹងហើយដូចជាករណីដែលមានការដូរគ្នាភ្លាមសម្ដេចធិបតីយោគយល់ក៏មានការដូរប៉ុន្តែហាក់ដូចជាអេរយាប័តមួយបែបដែលយើងមើលពីក្រៅពីខាងក្រៅទៅហាក់ដូចជាឆ្លេឆ្លាដូចយើងភ័យយ៉ាងម៉េចទី1ទី2ពាក់ព័ន្ធទៅនឹងការដែលសម្ដេចធិបតីហុចនៅសង្សវត្តមួយជូនលោកដូណាល់ត្រាំយើងមិនទៅចែកទេដោយសារវាជារឿងសម្ងាត់ហើយលោកអនុធីននឹងហាក់ដូចជាដៀងភ្នែកចុះឡើងចុះឡើងហាក់ដូចជាចង់លបមើលតើកិច្ចព្រមព្រៀងនឹងជាអ្វីអានឹងទី2ទី3ពាក់ព័ន្ធនឹងការថតរូបជានិមិត្តរូបរវាងសម្ដេចធិបតីជាមួយលោកអនុធីនហើយមានការអមឲ្យលោកដូណាល់ត្រាំហើយនឹងលោកអាន់វ៉ាការលើកដៃរបស់មេដឹកនាំទាំង4រូបគឺខុសគ្នាតែលោកអនុធីនតែមួយទេគឺគេលើកមេដៃខាងស្ដាំទាំងអស់គ្នាលោកលើកមេដៃឆ្វេងតែម្នាក់ឯងអេរយាប័តនិងទង្វើរបស់លោកអនុទីនដែលជាថ្នាក់ដឹកនាំរបស់ថៃក្នុងកិច្ចប្រជុំហ្នឹងលោកពុយគាអាចវិតម្លៃបានយ៉ាងណាដូចខ្ញុំលើកខាងដើមទី1ទី2លើកខាងដើមចង់បញ្ជាក់ថាពេលដែលជួបទ្វេភាគីហ្នឹងសកម្មភាពយើងឃើញចឹងតែទី2លោកអនុទីននេះយើងមើលពីអេរយាប័តរបស់គាត់យើងឃើញហើយតាំងពីដើមមកនៅពេលដែលគាត់នៅធ្វើជារដ្ឋមន្ត្រីនៅឡើយមិនទាន់ឡើងជានាយករដ្ឋមន្ត្រីនេះលោកហាក់ដូចជាត្រេកត្រអាលនឹងទួនាទីខ្ញុំមើលទៅណាត្រេកត្រអាលទួនាទីហើយនឹងត្រេកត្រអាលនៅពេលដែលសភាពការមួយមកដល់ជាឱកាសឲ្យគាត់ឡើងជានាយករដ្ឋមន្ត្រីអញ្ចឹងបើនិយាយរឿងលោកអនុទីននេះមិនចេះបើយើងគិតមកបែបបើសិនជាមិនមានចំនួនបញ្ហាព្រំដែនកម្ពុជាថៃមានការបាត់បង់តំណែងរបស់លោកស្រីផែថងថានតែជាលោកអនុទីនហ្នឹងក៏ឱកាសយើងមិនប្រកាសទេប៉ុន្តែក៏ឱកាសតិចតួចឬក៏ដូចស្ដើងដែរអាចមានតួអង្គផ្សេងឬក៏លោកស្រីផែថងថានបន្តអីចឹងទៅអញ្ចឹងបើនិយាយមកបែបក៏ហាក់ដូចជាគាត់បានប្រយោជន៍ពីចំនួនព្រំដែនកម្ពុជាថៃហ្នឹងបានคล้ายទៅជានាយករដ្ឋមន្ត្រីដែរបាទអញ្ចឹងគាត់បើនិយាយមកបែបថាត្រូវដឹងគុណកម្ពុជាដែរយើងនិយាយលេងកំ pl ែងអញ្ចឹងទៅចោះយើងសាក់លបងបកស្រាយណាទី2គាត់ត្រេកអរនឹងបានជួបមេដឹកនាំមហាអំណាចពិភពលោកសូម្បីតែប៊ិច
ប៊ិចនេះមានការកត់សម្គាល់ច្រើនណាពីព្រោះពេលដែលលោក Donald Trump សញ្ញេឲ្យប៊ិចហ្នឹងគឺគាត់យកមកដាក់មកចំហៀងនេះលោកអានតេទីនបានរើសយកប៊ិចហ្នឹងយកទៅទុកបាទហើយលោកប៊ិចរបស់លោក Donald Trump ខុសគេការសញ្ញេប៊ិចរបស់លោក Donald Trump គឺប៊ិចនេះប៊ិចពិសេសរបស់គាត់ខុសពីប្រធានាធិបតីសហរដ្ឋអាមេរិកមុនប្រធានាធិបតីសហរដ្ឋអាមេរិកមុនគេប្រើប៊ិចដែលទឹកវាហ្នឹងទឹកមិនក្រាស់ទេមិនខ្មៅទេទឹកធម្មតាប៉ុន្តែលោក Donald Trump ចូលចិត្តប្រើទឹកខ្មៅឲ្យដុតដូចរបៀបគេហៅ Ferd របៀបអីអញ្ចឹងគឺក្រាស់តែម្ដងហើយការសញ្ញេរបស់គាត់ហ្នឹងណាក៏ល្បីដែរសញ្ញេរបស់លោក Donald Trump វគ្គមួយលោក Donald Trump ក៏បានកំ pl ែងលេងជាមួយនឹងលោក Anwar ដែរសញ្ញេលោក Anwar ហ្នឹងដូចព្រះអាទិត្យចឹងបាទពីរហ្នឹងសញ្ញេមួយយ៉ាងនេះមួយគឺថាសញ្ញេជាប់អញ្ចឹងដូចកម្មកង់អញ្ចឹងដូចកម្មអីចឹងបាទហើយដល់ពេលលោក Anwar ដូចព្រះអាទិត្យមកមូលកន្លងមួយអញ្ចឹងហើយបានលោក Trump ថាសញ្ញេរបស់អាដាមដូចជាគួរឲ្យចាប់អារម្មណ៍ដូចមានសិល្បៈសម្បើមមកចេញមកដូចរៀងព្រះអាទិត្យអីចឹងណាបានលោក Anwar ក៏កំ pl ែងលេងថាសញ្ញេខ្ញុំមិនលយដូចបោះអាដាមប្រធានាធិបតីលោជាងខ្ញុំភាសានិយាយកំ pl ែងលេងសំបីតែសញ្ញេហ្នឹងអញ្ចឹងត្រឡប់មកវិញលោកអាណូទីនយកប៊ិចរបស់លោក Donald Trump ហ្នឹងយកដាក់ខ្ចប់ទុកទៅទៀតក៏មានការកត់សម្គាល់រឿងប៊ិចហ្នឹងដែរបាទអញ្ចឹងមានរឿងវាកលុកកលាក់បន្តិចតួចនៅក្នុងសាច់រឿងហ្នឹងបាទប៉ុន្តែបើមើលជាលក្ខណៈការទូតវិញពិធីការអន្តរជាតិវិញយ៉ាងម៉េចដែរជាទូទៅចេះពិធីការទូតយើងពិបាកនិយាយដោយសារពិភពលោកបច្ចុប្បន្ននេះវាមានការប្រែប្រួលអស់ទៅហើយលោក Donald Trump ហ្នឹងក៏ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើលដែរយើងឃើញដូចនិយាយរឿងជិះឡានអញ្ចឹងក៏ខុសពិធីការទូតហើយប៉ុន្តែវាមានការប្រែប្រួលទៅតាមដំណាក់កាលតាមទីកន្លែងបាទខ្ញុំលើកឧទាហរណ៍មួយលោក Anwar គាត់បានលើកនៅក្នុងកិច្ចប្រជុំធំគាត់ថាពិភពលោកបច្ចុប្បន្ននេះគេយកច្បាប់ទម្លាប់ក្រោយពីសម័យសង្គ្រាមលោកលើកទី2គេហៅថាច្បាប់ទម្លាប់របស់ពិភពលោកWorld Order ហ្នឹងដែលគេតាក់តែងតួនាទីសំខាន់របស់អង្គការសហប្រជាជាតិក្រោយពីសង្គ្រាមលោកលើកទី2ឥឡូវហ្នឹងហាក់ដូចជាគេវិចខ្ចប់ដាក់ម្ដុំឬក៏បោះចោលមានន័យថាតាក់តែងពីមុនមកគឺគេលែងយកមកអនុវត្តទៀតហើយទន្ទឹមហ្នឹងច្បាប់ទម្លាប់ថ្មីក៏មិនទាន់ត្រូវបាននរណាម្នាក់សរសេរដើម្បីជំនួសច្បាប់ចាស់ដែរមានន័យថានៅពេលបោះបង់ចាស់ចោលតើមានថ្មីមកជំនួសដោយវិធីណាហ្នឹងWorld Order ថ្មីវាយ៉ាងម៉េចអត់ទាន់មានអ្នកតាក់តែងនៅឡើយទេនេះគឺជាភាសាមួយគួរចាប់អារម្មណ៍ហើយភាសានេះត្រូវបានសិង្ហបុរីយកមកបន្ទោបាទអញ្ចឹងការប្រើប្រាស់ពាក្យពេចន៍ក្លែមសារសងសម្ដីរបស់លោក Anwar ក៏ដូចជាមេដឹកនាំដទៃទៀតហើយសិង្ហបុរីក៏ជាតួអង្គមួយដែលគេល្បីល្បាញដែររាល់កិច្ចប្រជុំទាំងអស់គឺគាត់ប្រកែវោហានណាគាត់និយាយភាសាគាត់គឺ straight focus ចំហើយគាត់លយភាសាបើនិយាយទៅមេដឹកនាំសិង្ហបុរីគេទៅសើច្រើនថារាល់ការនិយាយអីទាំងអស់គឺគាត់លយហ្មងបាទហើយលោកប្រាបូវនេះក៏មិនធម្មតាដែរប្រធានាធិបតីរបស់ឥណ្ឌូនេស៊ីនេះដោយសារគាត់ទៅហ៊ានបាទអញ្ចឹងគាត់ចរិតគាត់មកគឺម៉ាំងដែរហើយគាត់ក៏ប្រើភាសាលះដែរហ៊ានដែរតែទន្ទឹមហ្នឹងខ្ញុំក៏ចង់បញ្ជាក់ជូនពិធីការមានពិធីការបញ្ហាពិធីការបន្តិចនៅប្រទេសម៉ាឡេស៊ីពេលហ្នឹងគាត់ហៅតែឈ្មោះមេដឹកនាំច្រឡំទួនាទីហៅឈ្មោះខុសភាគច្រើនហៅឈ្មោះខុសដល់ទៅ4មេដឹកនាំអូបាទឥណ្ឌូនេស៊ីលោកប្រាវ៉ូវហ្នឹងទៅលោកជូកូវីមានន័យថាទៅប្រធានាធិបតីមុនបាទខាងប្រទេសផ្សេងទៀតហ្នឹងក៏ដូចគ្នាមាន3-4ប្រទេសខ្ញុំសង្កេតគាត់ចេះតែហៅច្រឡំអញ្ចឹងហើយធ្វើឲ្យឥណ្ឌូនេស៊ីចុងក្រោយគាត់ម៉ាឡេស៊ីគាត់សុំទោសតែគាត់ថាដោយសារពិធីការគាត់ហៅច្រឡំបាទមែនតើទៅពាក់ព័ន្ធទៅនឹងពិធីការនេះខ្ញុំនឹងលើកឡើងបន្ថែមទៀតប៉ុន្តែខ្ញុំចង់ផ្ដោតរឿងលោកអនុធានបន្តិចបើសិនជាអរិយាប័ត្ររបស់គាត់ជាមួយនឹងមេដឹកនាំផ្សេងទៀតនៅក្នុងកិច្ចប្រជុំអាស៊ានហ្នឹងតែគាត់អាចផ្លាយជាងគេទេដោយសារមានការកត់សម្គាល់ច្រើនមែនទេបាទទី1ដោយសារគាត់មានរឿងផ្ទៃក្នុងរបស់គាត់ផ្ទៃក្នុងយ៉ាងម៉េចមានពិធីបុណ្យសពអញ្ចឹងហើយធ្វើឲ្យពិធីដែលត្រូវរៀបចំចូលរួមប្រជុំសូម្បីតែចុះហត្ថលេខាសន្តិភាពជាមួយកម្ពុជាហ្នឹងគឺប្រែប្រួល3ពេលវេលាលើកទី1គម្រោងដើមហ្នឹងគឺត្រូវចុះ
នៅម៉ោង 3:45 នាទីថ្ងៃទី 26 ហ្នឹងបន្ទាប់ប្រហែលម៉ោងក្រោយនៅពេលដែលលោក Donald Trump ចុះពីយន្តហោះមកដល់កូឡាឡាំពួរដល់កន្លែងប្រជុំហ្នឹងបាទលោក Donald Trump ចុះម៉ោង 10:05 នាទីហើយគម្រោងត្រូវចុះម៉ោង 3:45 ប៉ុន្តែដោយសារខាងថៃនេះនាយករដ្ឋមន្ត្រីថៃថាគាត់ជាប់កម្មវិធីបុណ្យសពហ្នឹងនៅរសៀលនៅប្រទេសគាត់អញ្ចឹងគាត់ថាធ្វើយ៉ាងម៉េចឲ្យបានពេលព្រឹកអញ្ចឹងគាត់ទៅជែកគ្នាចូលឡើងទៅថាពេលព្រឹកហ្នឹងប្រហែលទៀតរោម៉ោងពេលវាអត់មានដោយសារកម្មវិធីប្រជុំវាជាប់គ្នារដឹកបាទអញ្ចឹងក៏លោកអានវ៉ាហ្នឹងបង្កើតរូបមន្តមួយថាចុះបើអញ្ចឹងអាចចតលេខានៅពលានយន្តហោះបានទេពេលដែលលោក Donald Trump មកដល់គឺចុះនៅក្នុងតែម្ដងមានន័យថាគាត់លោកអានវ៉ានៅក្នុងស្រាប់ហើយអញ្ចឹងអញ្ជើញតែនាយករដ្ឋមន្ត្រីកម្ពុជាថៃទាំងពីរទៅចុះនៅក្នុងតែម្ដងអាហ្នឹងគឺជាការស្រេចហើយចាំត្រឡប់មកវិញឲ្យលោកអានទីនទៅស្រុកថៃវិញក៏ទៅចុះបាទតែទៅជែកឡើងទៅបានចុងក្រោយថាអត់ទេឥឡូវត្រូវតែចុះនៅកន្លែងប្រជុំធំវិញដដែលអញ្ចឹងបានចុះម៉ោង 7:01 វិញម៉ោង 12:30 នាទីជាង 7:01 ហ្នឹងបានចុះនៅទីនេះហើយពេលដែលចុះអញ្ចឹង3ដងយើងឃើញការប្រែប្រួលផ្លាស់ប្ដូរ3ដងហើយពេលដែលមកដំណាក់កាលឡើងទៀតលោក Donald Trump អត់មានធម្មតាមានដឹកនាំទាំងអស់ត្រូវដើរតាមលំនាំជិះរថយន្តក៏ជិះមកតាមលំនាំដែលចាំទទួលផ្លូវការទាំងអស់ពីផ្លូវខាងមុខដែលមានដូចខ្ញុំនិយាយមានទាំងសិល្បៈក្រុមតន្ត្រីឲ្យ3ក្រុមតែលោក Trump លេងតែពីក្រោយរហូតលោក Trump លេងតែពីក្រោយអត់មានឲ្យនរណាឃើញទេចូលពីក្រោយចេញពីក្រោយចូលពីក្រោយចេញពីក្រោយបាទអានេះគឺជាការពារសន្តិសុខហើយពេលដែលចុះហត្ថលេខានឹងទៀតខ្ញុំសូមបញ្ជាក់ថាគឺខាងអាមេរិកអ្នកបោះមេទាំងអស់គាត់ពាំងទាំងអស់ខាងមុខក៏គាត់ពាំងខាងក្រៅក៏គាត់ពាំងគាត់ឲ្យនរណាចូលមិនឲ្យនរណាចូលគឺសុទ្ធតែអង្គរៈលោកប្រធានាធិបតី Donald Trump ទាំងអស់ហើយខ្ញុំបានតែឈរក្បែរគាត់ដែរឈរក្បែរទៅប្រអួតមាត់ទ្វារកន្លែងចតលេខាហ្នឹងពេលហ្នឹងគឺគាត់បាំងតែម្ដងបាំងហ្នឹងបាទអញ្ចឹងមានបាទខ្ញុំសូមងាកមកពាក់ព័ន្ធអេយ៉ាបតរបស់សម្ដេចធិបតីហ៊ុនម៉ាណែតដែលជានាយករដ្ឋមន្ត្រីកម្ពុជាវិញម្ដងនៅកិច្ចប្រជុំហ្នឹងលោកមើលឃើញយ៉ាងម៉េចដែរអេយ៉ាបតនៃការធ្វើការងារធ្វើកម្មភាពរបស់លោកបាទខ្ញុំមើលទី1សម្ដេចធិបតីលោកមានបទពិសោធន៍ត្រង់ថាបានចូលរួមប្រជុំប្រមាណដងហើយលើកនេះកាន់តែស្ទាត់ខ្ញុំមើលភាព confidence ជឿជាក់បាទភាពជឿជាក់ហើយក៏គួបផ្សំជាមួយនឹងខាងពិធីការរបស់យើងសុទ្ធតែជើងចាស់សល់តាំងពីសម័យតេជោហើយក្រៅពីនេះក៏អេគីបការងារហ្នឹងក៏លះលហួនខាងជំនាន់ក្រោយនេះក៏លះលហួនដែរមិនមែនមានន័យថាអ្នកចាស់មិនលះលហួនទេប៉ុន្តែតដំណើរមកក៏ដឹងថារៀនសូត្របទពិសោធន៍យ៉ាងម៉េចអញ្ចឹងការរៀបចំពិធីការពីមួយទៅមួយគឺច្បាស់មានផ្លូវដើរមានម៉ោងពេលនាទីគឺអត់បាត់ទាំងអស់ហើយពេលដែលប្រជុំទៅជែកភាសាម្ដងគឺ stay focus បាទ focus មានន័យថាបដោត concentration លើប្រធានបទមួយហើយខ្ញុំចង់បញ្ជាក់ជូនដែរថាកម្ពុជាពេលហ្នឹងគឺជាឱកាសរបស់កម្ពុជាបានច្រើនមែនទេឱកាសកម្ពុជាជាទូទៅកន្លងមកមានដែរលទ្ធផលកម្ពុជាប្រជុំនៅអាស៊ានហ្នឹងមានដែរតែច្រើនតែជាមួយទ្វេភាគីឯងពីកន្លងមកខ្ញុំចង់និយាយឆ្នាំមុនមកយើងបានផលប្រយោជន៍ពេលដែលយើងជួបទ្វេភាគីជាមួយចិនយើងបានផលប្រយោជន៍ពេលដែលយើងជួបទ្វេភាគីជាមួយជប៉ុនប៉ុន្តែលើកនេះយើងក៏បាត់ឱកាសដែរបាត់ឱកាសជាមួយចិនមួយជប៉ុនអត់សូវបានដោយសារចេះពេលវេលាចង្អៀតចិនក៏ចង្អៀតវៀតណាមក៏ចង្អៀតខ្ញុំសូមបញ្ជាក់កន្លែងនេះបន្តិចជាទម្លាប់ខាងចិនតែងជួបទ្វេភាគីប៉ុន្តែលើកនេះគាត់អស់ពេលវេលាគាត់ថាអស់លេងបាទក៏មានការភាសាក្រៅផ្លូវការដែរតែគាត់តែកម្ពុជាចតលេខាមាន Donald Trump មានស្អីហ្នឹងលើស្អាតតែចិនអត់ពេលតែគេនិយាយលេងទេប៉ុន្តែធៀបពិតខ្ញុំក៏បានសួរនាំថាចិនអស់ពេលមែនហ្នឹងទី1ទី2ជាមួយជប៉ុនដោយសារលោកស្រីនាយករដ្ឋមន្ត្រីជប៉ុនទៅជាប់ឆ្នោតនេះជាតារារះមួយថ្មីនៅជប៉ុនប្រវត្តិសាស្ត្រជប៉ុនមិនដែលមានមេដឹកនាំជាស្ត្រីទេនាយករដ្ឋមន្ត្រីហើយគាត់ក៏ជាអ្នកមួយដែលអ្នកសិល្បៈគាត់ច្រៀងគាត់អ្នកជិះម៉ូតូជិះអីសោះអ្នកដែលជើងគេហៅស្ត្រីជើងខ្លាំងមួយរូបនៅស្រុកជប៉ុននោះហើយគាត់ក៏គេហៅថាគ្រូរបស់គាត់ guru របស់គាត់ហ្នឹងគឺ still លោក Shinzo Abe ដែលលោក Donald Trump ចូលចិត្តមែនតើអញ្ចឹងធ្វើឲ្យគាត់ហ្នឹងគឺជាតួអង្គលេចធ្លោមួយទៀតនៅក្នុងហ្នឹងនរណាក៏ចង់ជួបដែរហើយកន្លែងនេះគឺមានវគ្គមួយ
ខ្ញុំសូមលេចបន្តិចបាទពេលហ្នឹងគឺសម្ដេចធម្មតីត្រូវមានឱកាសដើម្បីជួបទៅចែកពិភាក្សាគ្នាតែចៃដន្យក៏វៀតណាមគាត់បានយុរដ្ឋមន្ត្រីវៀតណាមគាត់បានចូលជ្រែមុនតិចអញ្ចឹងក៏អដំណើរទៅធ្វើឲ្យការជួបរបស់សម្ដេចធម្មតីជាមួយជប៉ុនហ្នឹងមានពេលរៀងខោចទៅវិញដោយសារខាងវៀតណាមគាត់ចូលជ្រែអានេះគឺឃើញឱកាសពេលខ្លះគឺអញ្ចឹងហើយនេះក៏ដូចគ្នារាល់ឱកាសទាំងអស់អញ្ចឹងហើយបានគេឆ្ងល់ថាហេតុទេបានជាលោកដូណាល់ Trump ពេលជាប់លេខាជាមួយថៃហើយហ្នឹងសម្ដេចធម្មតីនៅជាមួយលោកដូណាល់ Trump ច្រើនជាងអានេះក៏ដោយសារភាពឆ្លៀសវៃចូលជ្រែដូចគ្នាអញ្ចឹងក្នុងពិធីការទូតគឺឱកាសដែលមានពេលខ្លីៗគឺត្រូវទៅធ្វើដូចគ្នាអញ្ចឹងឃើញកលុកកលៈបាទមានរឿងអញ្ចឹងលោកលើកឡើងដល់ចំណុចនេះខ្ញុំសួរតែម្ដងទៅខ្ញុំក៏សង្កត់ចាប់អារម្មណ៍ចេះទី1ជាមួយលោកដូណាល់ Trump ទី2ជាមួយលោកអានវ៉ាយុរដ្ឋមន្ត្រីម៉ាឡេស៊ីលោកដូណាល់ Trump ជាមួយសម្ដេចធម្មតីហាក់ដូចជាបង្ហាញកាយវិការមួយមានភាពស្និទ្ធស្នាលរាក់ទាក់ជាមួយគ្នាខ្លាំងមែនទែនខ្លាំងជាងជាមួយនឹងលោកអនុធីនទៅទៀតរវាងអនុធីនជាមួយនឹងលោកដូណាល់ Trump ទី1ទី2ជាមួយនឹងលោកអានវ៉ាតាំងពីសម្ដេចធម្មតីទៅដល់គឺលោកអានវ៉ាមានភាពទទួលរាក់ទាក់ដូចជាសប្បាយចិត្តស្និទ្ធស្នាលជជែកគ្នាហាក់ដូចជាអ្នកដែលរាប់អានគ្នាជិតស្និទ្ធមែនទែនសូម្បីតែជំទាវទី1របស់ម៉ាឡេស៊ីនិងជំទាវទី1របស់កម្ពុជានឹងក៏បង្ហាញពីភាពស្និទ្ធស្នាលគ្នាដែរសំណួររបស់ខ្ញុំចេះហេតុអីបានជាទាំងលោកដូណាល់ Trump ទាំងលោកអានវ៉ាហាក់ដូចជារាក់ទាក់មានភាពស្និទ្ធស្នាលជាមួយសម្ដេចធម្មតីហាក់ដូចជាសប្បាយចិត្តនៅពេលដែលជួបជាមួយសម្ដេចធម្មតីហេតុអីបាទខ្ញុំមើលអញ្ចេះកត្តាដោយសារភាពចាស់ទុំរយៈពេលនៃការចូលកាន់អំណាចរបស់សម្ដេចធម្មតីមកដល់ម៉ោងនេះហើយជាមួយលោកអានវ៉ាហ្នឹងមានភាពបដំប្រសងយ៉ាងណាបដំប្រសងមួយហើយលោកអនុទីនគឺថ្មីចេះអញ្ចឹងការកសាងទំនាក់ទំនងចង់គឺកម្ពុជាយូរអង្វែងជាងហើយដឹងហើយលោកអានវ៉ាជាមួយសម្ដេចតេជោក៏ធ្វើការជាមួយគ្នាមួយរយៈហើយបាទជួបបន្តបន្ទាប់អញ្ចឹងចូលមកដល់សម្ដេចធម្មតីក៏សាច់រឿងត្រូវតភាកអញ្ចឹងមានរឿង1 2 3 4 5កន្លែងនេះនៅពេលដែលមានកិច្ចប្រជុំគេហៅថា retreat កិច្ចប្រជុំចង្អៀតក្នុងក្របខ័ណ្ឌអាស៊ាន11ប្រទេសលោកអានវ៉ាក៏មានការកផ្លុកកផ្លែងមួយជាមួយសម្ដេចធម្មតីលេចធ្លោជាងគេដែរនៅក្នុងចំណោមមេដឹកនាំទាំង10រូបទៀតដកលោកអានវ៉ាខ្លួនឯងចេញនៅពេលមួយនោះមេដឹកនាំ3រូបបាននិយាយហើយពីលើមកដល់ហើយដល់ទី4ហ្នឹងដល់សម្ដេចធម្មតីអញ្ចឹងលោកគាត់ថាខ្ញុំដូចចង់ងូកម្ដងចង់ងូកដូចថាមេដឹកនាំពីមុនមកនិយាយអញ្ចឹងមកជួនកាលដូចថាភាពរៀងអានទៅឥឡូវហ្នឹងចម្លែកចេះទៀតខ្ញុំចង់ជំរាបជូនថាកិច្ចប្រជុំឥឡូវខុសពីមុនកិច្ចប្រជុំចង្អៀតបែបហ្នឹងគឺមិនសូវអានស្អីទេម៉ាំងទៅម៉ាំងមកមានអីនិយាយត្រង់ទៅត្រង់មកអាហ្នឹងគេហៅកិច្ចប្រជុំចង្អៀតចង់និយាយអីក៏បានដែរបាទតែឥឡូវលេងរកស៊ីអាននេះខ្លួនមកដាក់กระดาษពីផ្ទះទៅរៀបឯកសារពីផ្ទះទៅអានយកយើងខ្លួនអញ្ចឹងអ្នកដែលឆ្លៀសវៃអ្នកដែលប៉កែវោហាសាអានតិចទៅខ្លែមិនតិចទៅហើយបើអ្នកអត់ឆ្លៀសវៃអត់ដូចឧទាហរណ៍ថាភូមិវ៉ាន់មកដល់គឺថាត្រូវថាអានសតកខងអញ្ចឹងទៅរហូតទៅទាំងអស់ដល់អញ្ចឹងបើខ្លីវាមិនអីទេតែវែងទៅទៀតគឺថាឲ្យសំឡេងខ្លះចេះលើកដាក់ឡើងចុះទៅក៏គ្រាន់បើទៀតបើអត់ទេគឺត្រូវតែងូកងុយអញ្ចឹងតែហ្មងអញ្ចឹងអាវគ្គហ្នឹងដែលលោកអានវ៉ាគាត់ថាខ្ញុំចង់ងូកដូចម្ដងជា2ដងហ្នឹងចង់ងូកប៉ុន្តែឲ្យដល់អញ្ចឹងខ្ញុំគាត់ថាខ្ញុំភ្លេចហើយឈ្មោះសម្ដេចធម្មតីមានតែភ្លេចឈ្មោះហៅហ៊ុនម៉ាណែតទាំង2ដងសុំទោសណាខ្ញុំសុំទោសខ្ញុំភ្លេចហៅតែគាត់ថាអីចាំគាត់ប៉ាបាយវិញណាគាត់លេងអញ្ចឹងហើយដល់ពេលចប់ទៀតគាត់ថាមួយឆ្នាំហ្នឹងគាត់ធ្វើម្ចាស់ផ្ទះប្រជុំ650ដងដល់ពេលគាត់ត្រូវបកគលអាញញួរហ្នឹងទៅឲ្យហ្វីលីពីនម្ចាស់ផ្ទះបន្តហ្នឹងគាត់ថាខ្ញុំគិតថាឆ្នាំក្រោយហ្វីលីពីនអាចធ្វើខ្លាំងជាងម៉ាឡេស៊ីអាចដល់ទៅ750ដងលើសខ្ញុំ100ដងទៀតគាត់កំ pl ែងលេងគេសោចទិលហ្នឹងទៅអញ្ចឹងគាត់លេងកំ pl ែងកំ plok កំ pl ែងលេងគាត់លេងច្រើនណាគាត់តែគាត់មានពាក្យរបស់គាត់សឹងគ្រប់ពេលប្រជុំទាំងអស់តែអវៈកន្លែងហ្នឹងជាមួយហ្វីលីពីនហ្នឹងគាត់ក៏រៀងលាក់ឆុងបន្តិចដែរលាក់ឆុងយ៉ាងម៉េចពេលដែលវេទិកាមួយធំជុំគ្នាហ្នឹងគឺឲ្យគាត់ហ្វីលីពីនគាត់ឡើងនិយាយដល់ឡើងនិយាយចៃដន្យអាមីក្រូហ្នឹងវាអត់លឺដល់អត់លឺគាត់គោះចុះគោះឡើងគាត់ដកទៅវាដាច់អាក្បាលមីក្រូឲ្យទៅអញ្ចឹងគាត់ក៏កាន់យកមកនិយាយដូចឡើងលើវេទិកាច្រៀងអញ្ចឹង
លោកអានវ៉ាគាត់ថាសុំទោសអានេះមិនមែនចេតនាខ្ញុំទេអានឹងបច្ចេកទេសមែនទេបាទអានេះសុទ្ធតែឈុតក្រៅឆាកមើលទៅលោកអានវ៉ាបកែខាងដោះស្រាយភ្លាមអញ្ចឹងមើលទៅក៏បកែនិយាយអញ្ចឹងបាទខ្ញុំបញ្ជាក់ថាគាត់ជាតារារះមួយនៅក្នុងចំណោមមេដឹកនាំអាស៊ានដែលគាត់មានភាពជាមេដឹកនាំហើយគាត់ចេះថែមថយក្លែមសម្ដីច្រើនហើយគាត់មានមហិច្ឆតាខ្ពស់នៅក្នុងការធ្វើការទូតរហូតដល់គាត់ព្យាយាមរំលេចតួអង្គគាត់ទៅដល់រុស្ស៊ីទៅដល់រឿងបញ្ហាមជ្ឈមបពាដល់អីហូហែអញ្ចឹងគាត់ចង់ដើរតួប៉ុន្តែនេះគឺមែនតើតួអង្គដែលធំធ្លាប់ដើរតួបែបហ្នឹងគឺមានតែឥណ្ឌូនេស៊ីទេដោយសារគាត់ជាសមាជិក G20 ដែលពីមុនមកឥណ្ឌូនេស៊ីមួយគាត់ដែលដើរតួខ្លាំងប៉ុន្តែឥឡូវហ្នឹងលោកអានវ៉ានេះគឺដើរតួខ្លាំងបាទមុននិយាយដល់លោកអានវ៉ាខ្ញុំសូមបន្តិចពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជាថៃដែលយើងបានចុះហត្ថលេខាកាលពីថ្ងៃទី26តុលានេះរវាងសម្ដេចធិបតីជាមួយនឹងលោកអានុទីនហើយក៏ម្ដងម៉ោងនេះសកម្មភាពឬក៏សន្តិភាពផ្សេងៗហាក់ដល់ស្ងប់ស្ងាត់តាមព្រំដែនសំណួររបស់ខ្ញុំចេះដោយសារនៅក្នុងចំណុចហ្នឹងមាននៅក្នុងកិច្ចព្រមព្រៀងមានចំណុចមួយពាក់ព័ន្ធការដោះលែងនៅកងទ័ពកម្ពុជាទាំង18រូបហើយប្រើពាក្យមួយដែលខ្ញុំចាប់អារម្មណ៍គឺថាដោះលែងដោយមិនបងអែបងអង្គប៉ុន្តែមកដល់ម៉ោងនេះមកដែលខ្ញុំអញ្ជើញមួយលោកពុយគៀនគឺថាមិនទាន់បានដោះលែងនៅឡើយទេសំណួររបស់ខ្ញុំចេះតើកិច្ចព្រមព្រៀងសន្តិភាពលោកយល់ថាអាចគង់វង្សយូរវែងដែរឬទេទីមួយរឿងនេះសំខាន់មែនតើហើយខ្ញុំគិតថាកម្ពុជាយើងទីមួយគេហៅថាលៀបក្នុងគ្រោះនិយាយភាសាសាមញ្ញលៀបក្នុងគ្រោះលៀបនៅក្នុងគ្រោះយ៉ាងម៉េចដោយសារសភាពការយើង5យប់5ថ្ងៃយើងឃើញតឹងតែងមែនតើលំបាកមែនតើហើយសម្ដេចធិបតីលោកបានលើកបញ្ហានេះច្បាស់ភាសាលោកបានថាសភាពការដ៏លំបាកហ្នឹងគឺត្រូវបានបិទឥឡូវយើងបើកទំព័រថ្មីដើម្បីឲ្យមានការយល់គ្នាជឿជាក់គ្នាទុកចិត្តគ្នាទៅវិញទៅមកដើម្បីកសាងប្រទេសជាតិខាងមួយល្អឆ្លើយតបកន្លែងចំណុចនេះយើងឃើញថាយើងមានគ្រោះយើងជួបប្រទេសហើយបន្ទាប់មកលៀបនឹងយ៉ាងម៉េចដោយសារលោក Donald Trump នេះបានចូលមកអន្តរាគមន៍ទី2លោកអានវ៉ានោះគឺជាតួអង្គមួយដែលសកម្មនៅក្នុងសាច់រឿងនឹងភ្ជាប់គ្នានឹងតែម្ដងជាការពិតតែចិនគាត់ក៏ចង់លូកមកដែរប៉ុន្តែគាត់លូកមិនទាន់អញ្ចឹងក៏អាមេរិកថាខ្ញុំអ្នកលូកហើយអញ្ចឹងចិនពេលហ្នឹងមិនបាច់លូកទៀតទេអញ្ចឹងបានក្រោយមកតួអង្គចិនមិនមានទៀតទេបាទទី3សំណាងហើយដែលកម្ពុជាយើងមានអគ្គលេខាធិការអាស៊ានចៃដន្យចំលោកបណ្ឌិតកៅកំហួនដែលជាអគ្គលេខាធិការនៅពេលនេះបាទមានន័យថាយើងទៅណាមិនឆ្ងាយពីអាស៊ានទេទោះបីជាសហរដ្ឋអាមេរិកមកពីចម្ងាយជួយហើយប៉ុន្តែបើអត់បានអាស៊ានជួយអត់បានលោកអានវ៉ាជួយក៏ពិបាកដែរចឹងការទូតរបស់កម្ពុជាសំខាន់ណាស់តួនាទីរបស់ខ្មែរនៅអាស៊ានពេលហ្នឹងហើយខ្ញុំគិតថាបន្តកាន់តែសំខាន់ទៀតពីនេះទៅមុខអត់អាចបោះបង់អាស៊ានចោលបានទេអគ្គលេខាធិការអាស៊ានជាតួអង្គសំខាន់ហើយក៏ទៅមនុស្សដែលការទូតរបស់ខ្មែរនៅអាស៊ានការទូតខ្មែរនៅចាកាតាឥណ្ឌូនេស៊ីក៏សំខាន់ដើម្បីធ្វើកិច្ចការទូតបន្តទៀតជាមួយបណ្ដាប្រទេសធំទាំងអស់ហ្នឹងដែលមាននិវេសនដ្ឋាននៅទីក្រុងចាកាតាដែលអាស៊ានសេកតាយ៉ាតអគ្គលេខាធិការរដ្ឋានអាស៊ាននៅទីនោះអញ្ចឹងខ្ញុំគិតថាការតែងតាំងមនុស្សយកទៅឥណ្ឌូនេស៊ីនៅចាកាតាសំខាន់ណាស់ពីពេលនេះរហូតដល់ទៅពេលមុខចោលអត់បានទេជាសមរភូមិការទូតមួយធំក្រៅពីនៅញូវយ៉កនៅ Washington ហើយនៅប៉េកាំងបាទចំណុចទី3យើងឃើញតួនាទីតទៅទៀតអំពីគ្រប់ការទូតទាំងអស់ដែរក្រៅពីហ្នឹងក៏ដែលយើងធ្វើហើយតួនាទីសារព័ត៌មានក៏ដូចគ្នាដែរតួនាទីសារព័ត៌មានយើងត្រូវជួយពង្រាយថែមទៀតពង្រាយផ្សាយឲ្យបានច្រើនហើយឥឡូវនេះយើងឃើញសារព័ត៌មានខ្មែរយើងចាប់ផ្ដើមមានភាសាអង់គ្លេសភាសាចិនភាសាអីហូហើយបញ្ចាប់តាមបញ្ចេញតែទន្ទឹមហ្នឹងក៏ខ្ញុំចង់ឲ្យខាងខ្មែរយើងព្យាយាមរំលេចព័ត៌មានឲ្យបានច្រើនជាងនឹងទៀតកុំឲ្យចង្អៀតពេកសប្តាហ៍ចង្អៀតខ្ញុំមើលទៅឃើញព័ត៌មានខ្មែរយើងចង្អៀតតែចាប់ផ្ដើម restrict ពេកខ្ញុំចង់ឲ្យបើកទលាជាងហ្នឹងហើយព័ត៌មានគាត់ដឹងកាលណាឲ្យព័ត៌មានទៅគាត់អ្នកព័ត៌មានគឺគាត់ sensitive អាណាគាត់យកទៅឆាអាណាគាត់យកទៅស្លអាណាយកទៅស្ងោរអាណាយកទៅចៀនអញ្ចឹងអ្នកព័ត៌មានគឺគាត់យល់គាត់ដឹង
កុំខ្លាចកុំភ័យថាអូឲ្យទៅព័ត៌មានដឹងគឺយកទៅអត់ដឹងអីប្រទេសផ្ដាស់ផ្សាយទៅទទួលស្គាល់ថាមានបងប្អូនសារព័ត៌មានយើងមួយចំនួនដែលសារគាត់ខ្វះវិជ្ជាជីវៈក្រមសីលធម៌ដែលកម្រិតខ្ពស់ប៉ុន្តែសម្រាប់អ្នកដែលមានវិជ្ជាជីវៈនិងក្រមសីលធម៌ខ្ពស់ហើយគឺគេគោរពវិជ្ជាជីវៈរបស់គេមានន័យថាបើគេប្រាប់ថាខ្ញុំជូនព័ត៌មាននឹងបានតែកុំឲ្យផ្សាយឬក៏កុំអើផ្សាយអានឹងគឺត្រូវតែគោរពដាច់ខាតដែរអ្នកដែលបំពេញបែបហ្នឹងគឺអាជីពហ្នឹងគឺមិនមែនអ្នកសារព័ត៌មានអាជីពទេបាទអរគុណលោកពុយគេបញ្ហានេះខ្ញុំក៏សម្គាល់ឃើញដែរហើយខ្ញុំគិតថានឹងមានពេលមួយទៀតយើងនឹងជជែកគ្នាបានលម្អិតបន្តិចពាក់ព័ន្ធទាំងទួនាទីរបស់សារព័ត៌មាននេះខ្ញុំសូមងាកមកម៉ាឡេស៊ីដែលជាប្រធានអាស៊ានដែលជាពិសេសនិយាយពីលោកអាន់វ៉ាតែម្ដងកិច្ចប្រជុំកម្ពុជាអាស៊ានខ្ញុំមើលទៅលោកអាន់វ៉ាហាក់ដូចជាសប្បាយចិត្តកិច្ចប្រជុំគាត់ញញឹមញញែមគាត់និយាយលេងសើចច្រើនហើយកិច្ចប្រជុំនេះខ្ញុំតាមដានដែរហាក់ដូចជាមិនមានរឿងអីតានតឹងខ្លាំងដែលដោះស្រាយគ្នាមិនបានទេហាក់ដូចជាមានការញញឹមញញែមដាក់គ្នារីករាយជាមួយគ្នាច្រើនសំណួររបស់ខ្ញុំចេះទី1សម្រាប់លោកអាន់វ៉ានិយាយដល់ឡែកទី2និយាយរួមសម្រាប់ប្រទេសឥណ្ឌូនេស៊ីសំទោសម៉ាឡេស៊ីតែម្ដងអ្វីជាសមិទ្ធផលមួយដែលលោកអាន់វ៉ានិងម៉ាឡេស៊ីបានបង្កើតនៅក្នុងកិច្ចប្រជុំកំពូលអាស៊ាននៅឆ្នាំនេះបាទម៉ាឡេស៊ីឬក៏លោកអាន់វ៉ានេះត្រូវបានគេសរសើរច្រើនណាស់អំពីសមិទ្ធផលដែលគាត់ចេះវេចខ្ចប់ទៅជាដុំមាសមួយដុំដាក់មួយថង់មកដ៏មានតម្លៃទី1គឺកិច្ចព្រមព្រៀងសន្តិភាពកម្ពុជាថៃរហូតដល់លោកអានវ៉ាហើយនិងលោកដូណាល់ត្រាំគាត់ប្រើពាក្យថា Kuala Lumpur Peace Accord មានន័យថាកិច្ចព្រមព្រៀងសន្តិភាពទីក្រុង Kuala Lumpur ដូច Paris Peace Accord ចឹងដូចយើងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសអញ្ចឹងគាត់យកពាក្យហ្នឹងយកទៅដាក់នៅក្នុងប្រវត្តិសាស្ត្ររបស់ម៉ាឡេស៊ីនៅពេលដែលគាត់ធ្វើម្ចាស់ផ្ទះនៅឆ្នាំ2025ហ្នឹងសម្រេចបានមួយបាទទី2គាត់បានអញ្ជើញប្រធានាធិបតីសហរដ្ឋអាមេរិកលោកដូណាល់ត្រាំមកដល់ផ្ទះគាត់ហើយចូលរួមជាមួយគ្នាដើម្បីប្រថាប់ត្រាលើហ្នឹងទី3ប្រទេសទីម៉ូឡេស្តេដែលគាត់សុំចូលជាសមាជិកជិតមួយទសវត្សរ៍កន្លះ14ឆ្នាំទើបតែក្តីសម័យរបស់គាត់បាននៅពេលដែលម៉ាឡេស៊ីធ្វើម្ចាស់ផ្ទះប្រជុំចុងក្រោយហ្នឹងបិទវគ្គហ្នឹងគឺបញ្ចូលទីម៉ូឡេស្តេតែម្ដងអញ្ចឹង3ចំណុចនេះគឺជាប្រវត្តិសាស្ត្រធំដែលម៉ាឡេស៊ីគេកត់ត្រាទុកហើយនេះគឺជាស្នាដៃធំស្នាដៃធំបាទហើយនឹងទួនាទីរបស់គាត់ដទៃទៀតដែលគាត់អាចធ្វើឲ្យកិច្ចប្រជុំហ្នឹងបានជោគជ័យដោយគ្មានភាពចម្រូងចម្រាសជាការពិតកន្លងមកគឺគេបារម្ភណាស់ការប៉ះទង្គិចគ្នារវាងចិននិងសហរដ្ឋអាមេរិកការប៉ះទង្គិចគ្នារឿងបញ្ហាភូមិមាប្រទេសក្នុងភូមិមាជាមួយនឹងបណ្ដាប្រទេសផ្សេងទៀតគឺជាពិសេសលោកខាងលិចហ្នឹងដែលវាយភូមិមាហ្នឹងប៉ុន្តែពេលហ្នឹងគឺស្ថានភាពគ្រប់គ្រងបានមែនតើបាទរឿងភូមិមាជាប្រធានបទមួយដែលបដំសង្កថាបដំប្រសងជាមួយនឹងកម្ពុជាថៃដោយសាររឿងកម្ពុជាថៃហ្នឹងគឺជាប្រធានបទក្តៅដើរសង្កទន្ទឹមគ្នាពីរហ្នឹងអញ្ចឹងរឿងភូមិមាក៏យើងស្រាលទៅវិញបាទរឿងពាក់ព័ន្ធទៅនឹងទីម៉ូឡេស្តេខ្ញុំចាប់អារម្មណ៍បន្តិចចេះតើលោកអាចគិតដូចខ្ញុំដែរទេទីម៉ូឡេស្តេខ្ញុំគិតថាការមកคล้ายជាសមាជិកទី11ផ្លូវការរបស់អាស៊ានហ្នឹងក៏ជាការរួមចំណែកមួយរបស់កម្ពុជាយ៉ាងធំផងដែរជាពិសេសសម្ដេចតេជោហ៊ុនសែនដែលការកម្ពុជាធ្វើជាប្រធានអាស៊ានហ្នឹងរៀបចំកិច្ចប្រជុំអាស៊ានហ្នឹងគឺបានរៀបចំឲ្យទីម៉ូឡេស្តេហ្នឹងជាសមាជិកជាគោលការណ៍សិនហើយជាអ្នកសង្កេតការលោកជឿថាលោកគិតដូចខ្ញុំមែនទេវាអាចជាការរួមចំណែកមួយសម្រាប់ជួបរឿងនេះអត់ចម្លែកទេទីម៉ូឡេស្តេបានអរគុណកម្ពុជាពេលដែលត្រឡប់ទៅវិញនោះប្រជាពលរដ្ឋក៏គេដឹងគុណកម្ពុជាដែរនៅទីម៉ូឡេស្តេហ្នឹងថាដោយសារមិត្តកម្ពុជាហ្នឹងហើយដែលបានជួយឲ្យប្រទេសគាត់ហ្នឹងក្តីសម័យក្តីសង្ឃឹមយូរហើយហ្នឹងគឺបានខ្លាចជាការពិតហើយអញ្ចឹងគេអរគុណគេអត់ភ្លេចកម្ពុជាទេហើយលោកសាណាណាហ្គាស្មើនេះគឺជាតួអង្គមួយដែលល្បីល្បាញលេចធ្លោខ្លាំងខាងកំ pl ែងលេងទាំងអស់ស្ទើរគ្រប់កម្មវិធីទាំងអស់បើជាមួយអ្នកសារព័ត៌មានវិញគឺថាគាត់ធ្វើរត់ផងគាត់ធ្វើដើររបៀប défilé ផងគាត់ឲ្យគាត់ឲ្យស្កគ្រាប់ដល់អ្នកសារព័ត៌មានគាត់ថាមើលមុខអ្នកសារព័ត៌មានមើលទៅដូចហេវហ្មងចឹងឥឡូវយកស្កគ្រាប់ញ៉ាំកុំឲ្យហេវពេកខ្ញុំឃើញលោកក៏បានតាក់ទងជាមួយលោកលោកសាណាណាហ្គាស្មើនាយករដ្ឋមន្ត្រីទីម៉ូឡេស្តេទេមែនតើគាត់ហៅខ្ញុំថាពូម៉ាក់គាត់ហៅខ្ញុំថាពូម៉ាក់អញ្ចឹងអត់ថាជួបមើលគឺអោបជួបនេះគឺអោបបាទ
chẳng hay miền bên mũi nó maintain cái group bây giờ cả nó quạt sầm này cặp cái già chắc hay nơi tí nó cái chạp ở trong cái nơi bây giờ quạt chuột cho môi dụ làm tay chụp quân chia sẻ này quạt chạp hay quạt phóng bì rú à phải tập phóng bì rú bắt tay nhiều làm tay chụp quân quạt còn reflect đấy bên nó quạt đọ trên phím quạt yên tay mong chẳng bàn thầm tha hiện chấm hiền bà chấm hiền mà biệt áo hái dương là cái hai bị thi ca rọp an rẽ tẽ nhằng bé tới bì rú thì chấm thế chẳng quạt cặp play lên là biết năng bà cặp play lên hay miền xuất cha cho anh thế lúc gasman nó quạt thua cái sbài chẳng quạt rom quạt ấy tamประการมวยបាទសំណួរចុងក្រោយរបស់ខ្ញុំពាក់ព័ន្ធទៅនឹងកិច្ចប្រជុំពួកអាស៊ានដែរដោយសារតែម៉ាឡេស៊ីបានបកគលឲ្យញូហ្នឹងទៅឲ្យហ្វីលីពីនហើយហ្វីលីពីននឹងជាប្រធានអាស៊ានផ្លាស់ប្ដូរអាស៊ាននៅឆ្នាំ2026លោកគិតថាហ្វីលីពីនអាចនឹងមានប្រធានបទក្តៅឬក៏ដុំថ្មក្តៅដែរទេសម្រាប់កិច្ចប្រជុំកំពូលអាស៊ាននៅឆ្នាំ2026ទី1ទី2ថាតើហ្វីលីពីនអាចនឹងរៀបចំឲ្យបានល្អដូចម៉ាឡេស៊ីនៅឆ្នាំនេះដែរទេមុនដល់កន្លែងហ្នឹងខ្ញុំចង់តបភាគមួយទៀតរឿងទីម៉ូឡេស្តេបាទចេញពេលដែលគាត់ចូលភ្លាមហ្នឹងក៏ជីចាប់ដើមគិតថាពីព្រោះមែនតែនទៅឥឡូវហ្នឹងម៉ាឡេស៊ីបាទបន្ទាប់មកហ្វីលីពីនបន្ទាប់មកទៀតបានសិង្ហបុរីឲ្យថៃឲ្យត្រូវចូលដល់ទីម៉ូអញ្ចឹងវេនរបស់ទីម៉ូត្រូវ2029ត្រូវចូលធ្វើជាម្ចាស់ផ្ទះបាទចឹងធ្វើឲ្យអាស៊ានចាប់ដើមគិតថាចុះបើទីម៉ូគាត់សុំធ្វើម្ចាស់ផ្ទះពេលហ្នឹងតើទទួលយកអត់ហើយបើទទួលយើង confident ទេទុកចិត្តទេថាគាត់អាចធ្វើបានទេនៅប្រទេសគាត់តូចអញ្ចឹងថ្មីបាទហើយបើមិនព្រមឲ្យគាត់ចាំពេលណាឬមួយក៏អាចជាទម្រង់មួយ swap មួយទៀត swap មានន័យថាដូរជាមួយវៀតណាមសិនហើយចាំមកគាត់វិញបាទដើម្បីឲ្យវែងជាមួយឆ្នាំទៀតឲ្យគាត់កសាងសមត្ថភាពរបស់គាត់តែកន្លែងនេះបើយើងគិតមើលឥឡូវ2025 4ឆ្នាំដោយឡែកកម្ពុជាយើងចូលឆ្នាំ1999ហើយ2012ខ្មែរយើងធ្វើម្ចាស់ផ្ទះអញ្ចឹងខ្មែរយើងតែ3ឆ្នាំក្រោយចូលជាសមាជិកអាស៊ាន3ឆ្នាំក្រោយធ្វើម្ចាស់ផ្ទះបានហើយគឺសរសើរមែនទែនសរសើរខ្មែរមែនទែនប៉ុន្តែត្រង់ទីម៉ូឡេស្តេមានការគិតគូរច្រើនហើយខ្មែរនៅតែមានគេហៅជំនឿទុកចិត្តថាខ្មែរធ្វើបានហេតុអីបានទីម៉ូឡេស្តេធ្វើមិនបានហេតុអីយើងមិននាំគ្នាជួយទីម៉ូឡេស្តេគ្រប់គ្នាទៅជួយបន្តិចម្នាក់ទៅខ្វះកុំព្យូទ័រហ៎កាលនោះសម័យនោះមានប្រទេសចិនមានជប៉ុនមានអីជួយឧទាហរណ៍អញ្ចឹងឥឡូវខ្វះអីយើងជួយនឹងខ្វះអីជួយអញ្ចឹងគួរមានការជជែកគ្នាបដាហើយបាទឥឡូវចូលមកហ្វីលីពីនវិញហ្វីលីពីនទី1ផ្ទៃក្នុងរបស់គាត់ក៏មានបញ្ហាបាទផ្ទៃក្នុងរបស់គាត់ក៏អត់ទាន់ស្រួលដែរទី2លោកម៉ាកូសបច្ចុប្បន្ននេះក៏មិនជាតួអង្គមួយដែលលេចធ្លោដែរមានន័យថាសាមញ្ញដែរទេអញ្ចឹងក៏មានចាប់ផ្ដើមជាសញ្ញាសួរហើយថាបើសិនជាចំនួនកម្ពុជាថៃបន្តទៅទៀតវាយ៉ាងម៉េចអញ្ចឹងប្រហែលជាចូលដល់ការលំបាកហើយនៅក្នុងទម្រង់នេះគឺថាចុះបើសិនជាអញ្ចឹងមិនឲ្យលោកអានវ៉ាបន្តតួនាទីសម្រាប់សម្រួលកម្ពុជាថៃតទៅទៀតបានទេអាស្រ័យទៅលើកុងសង្ស៊ីរបស់អាស៊ានប៉ុន្តែកុងសង្ស៊ីអាស៊ានវាសឹងថាដៅហួសទៅវាហួសទៅហើយដោយសារអត់មានបានការទៅចែកកន្លែងនេះអញ្ចឹងមានន័យថាត្រូវតែបកគោលទៅដល់ហ្វីលីពីនណាបន្តប៉ុន្តែកន្លែងហ្នឹងសួរទៀតថាបើសិនជាគេរុញមកឲ្យលោកអានវ៉ាវិញពេលហ្នឹងវាត្រូវ reflect ទៅបញ្ហាភូមិយ៉ាងម៉េចដោយសារភូមិគេមានបេសកជនពិសេសរបស់ប្រធានអាស៊ានទៅធ្វើការអញ្ចឹងមានន័យថាដូរវេនមួយឆ្នាំម្ដងបើករណីលោកអានវ៉ាពិសេសវាត្រូវទៅភូមិក៏ពិសេសដែរអញ្ចឹងវាប្រច្រាស់បដោយនេះអញ្ចឹងតាមពិតទៅចេះរឿងរ៉ាវច្រើនណារឿងអាស៊ាននេះមិនមែនរឿងតិចទេរឿងច្រើនណាកលុកកលៀតតើយើងតាមដានទៅបានវាដឹងស្អីរឿងអញ្ចឹងដូចរឿងតភាគដែលយើងនិយាយថា1000មួយយប់អញ្ចឹងតភាគច្រើនណាអំពីថាយូរអង្វែងអត់សន្តិភាពយូរអង្វែងជាមួយនឹងថៃកម្ពុជានេះខ្ញុំសម្រាប់ខ្ញុំដូចជារបៀបសំទោសនិយាយត្រង់តិចចុះថាយើងទូទៅថេនិយមតិចមូលហេតុអីកិច្ចព្រមព្រៀងសន្តិភាពមានហើយជាមួយលោក Donald Trump ជាមួយប្រធានអាស៊ានជាមួយអីសាកសីល្អអស់ហើយប៉ុន្តែត្រូវដឹងថាយើងមើលនៅស្រុកថៃនេះវាច្រើនបកច្រើនពួកច្រើនក្រុមរដ្ឋាភិបាលមួយទៅទាហានមួយទៅ
ព្រះបរមរាជវាំងមួយទៅគណៈបកនយោបាយផ្សេងទៀតមួយទៅក្រុមខាងប្រឆាំងប្រជាពលរដ្ឋចលនាផ្សេងទៀតចឹង4-5 ក្រុម4-5 ក្រុមហើយរឿងរ៉ាវទាំងអស់ឥឡូវនេះចុងក្រោយខាងទាហានក៏យកបញ្ហាថៃយកបញ្ហាខ្មែរព្រំដែនខ្មែរយកមកលើកគណៈបកនយោបាយក៏យករឿងបញ្ហាខ្មែរមកលើកប្រជាពលរដ្ឋថៃដែលអ្នកដែលយើងប្រើពាក្យថាគាត់ extreme ហ្នឹងក៏យកបញ្ហាខ្មែរនឹងយកមកនិយាយម្ដងម្កាលខាងរាជវាំងខាងអីហ្នឹងក៏លើកយករឿងបញ្ហាអញ្ចឹងទាំងអស់គឺយករឿងខ្មែរទាំងអស់យកមកដាក់ជាវិធានបទនយោបាយចំនួនផ្ទៃក្នុងរបស់ថៃអានេះឲ្យដែលពិបាកទោះបីជារដ្ឋាភិបាលនឹងសញ្ញេយ៉ាងម៉េចក៏ដោយមាននរណាទទួលស្គាល់ក៏ដោយអីក៏ដោយប៉ុន្តែការផ្លាស់ប្ដូររដ្ឋាភិបាលហ្នឹងគឺងាយមែនតើអញ្ចឹងវាអត់មានគេហៅថាសម្លេងតែមួយដូចកម្ពុជាទេអញ្ចឹងហើយមានន័យថាចំនួននេះបញ្ហានេះវានៅតែងាយនឹងបន្តទៅទៀតផ្ទុះតទៅទៀតដោយសារអញ្ចឹងកត្តាវាមានច្រើនចរន្តណាស់នៅប្រទេសថៃអញ្ចឹងអ្វីដែលទាមទារខាងកម្ពុជាមានតែពង្រឹងខ្លួនឯងទេពង្រឹងត្រៀមជានិច្ចពង្រឹងគ្រប់វិស័យទាំងអស់ទាំងប្រជាពលរដ្ឋការរស់នៅត្រៀមអញ្ចឹងហើយបានមានចរន្តចលនាថាបង្កើនការផលិតផលក្នុងស្រុកហើយនាំគ្នាគ្រប់គ្រងទាំងអស់គ្នាហើយប្រឹងទាំងអស់គ្នាទាំងយុវជនទាំងពាណិជ្ជករទាំងអ្នកនយោបាយទាំងរាជរដ្ឋាភិបាលទាំងអាជ្ញាធរគឺយើងតតែជួយគ្នាគិតគូរឡើងវិញអំពីបញ្ហាខ្មែរយើងធ្វើម៉េចដើម្បីយើងកសាងពង្រឹងសមត្ថភាពខ្លួនឯងបើក្រៅពីហ្នឹងខ្ញុំគិតថាពិបាកគុំមានក្តីសង្ឃឹមច្រើនពេកបើសម្រាប់ខ្ញុំខ្ញុំបាទជាថ្មីបងទៀតសូមអរគុណលោកពុយគាសម្រាប់ការអញ្ជើញមកចែកម្លែកពាក់ព័ន្ធនឹងរឿងរ៉ាវក្រៅឆាកផងហើយថ្ងៃនេះចេញពីក្រៅឆាកក៏មានក្នុងឆាកខ្លះដែរសម្រាប់ទស្សនិកជនរបស់កម្ពុជាថ្មីខ្ញុំសូមអរគុណនិងសូមជម្រាបលាត្រឹមតែប៉ុណ្ណេះបាទ